បងម៉ាក់ចាញ់អូនសុំសួរបងជាប្រវត្តិខ្មែរនៅខាងក្រៅខ្ញុំលេងទស្សនវិជ្ជាមួយទីទៀតនៅទីនេះខាងក្រៅដែលមានកងកម្លាំងបង្ក្រាបកំពុងតែត្រៀមដំណើរទៅបង្ក្រាបប្រជាប្រដ្ឋហើយមានប៉ូលីសទាហានច្រើនណាស់សន្តិសុខតាមមួយកំណត់ទឹកសូមអរគុណសូមបងប្អូនទាំងអស់គ្នាជួយ like និង share វីដេអូនេះជាបន្ទាន់នៅខាងក្រៅក្នុងនេះគេត្រៀមបង្ក្រាបហើយគេប្រើហិង្សាប្រើការជេរកវិះរាខ្មែរសូម្បីតែចាស់សូម្បីតែចាស់ក៏គាត់ធ្វើវាដល់ដែរលើកគាត់ទៅសូមអរគុណសូមជួយ like និង share វីដេអូនេះជាបន្ទាន់ផងសូមអរគុណបងប្អូនទាំងអស់គ្នាគាត់ទាំងអស់គ្នាមកទីនេះគឺសុទ្ធតែជារាខ្មែរហើយក៏វាដាំពួកគាត់ខោហើយម្ល៉េះសូមអរគុណទស្សនវិជ្ជានៅខាងក្រៅក្នុងនេះគឺជាកម្លាំងបង្ក្រាបប្រជាពលរដ្ឋយ៉ាងច្រើនកកច្រើនជាកម្លាំងប្រជាពលរដ្ឋទៀតពួកគាត់មកតបឲ្យដោះលែងបងប្អូន23នាក់និងលពូវ័នទៅតែប៉ុន្តែសូមបីតែវាយដល់ពួកសូមបីតែជាស្រីក៏ពួកគាត់វាយដែរសូមអរគុណសូមជួយ like និង share វីដេអូនេះជាបន្តដើម្បីបងប្អូនខ្មែរបានឃើញទាំងអស់គ្នាសូមអរគុណសូមជម្រាបសួរបងប្អូនជាប្រវត្តិខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកនៅពេលនេះដែរនេះខ្ញុំបានមកជាមួយនឹងអង្គការស៊ីឡាកាដែលពួកគាត់ឲ្យខាងអង្គការដើម្បីលើកស្ទួយស្ត្រីហើយថ្ងៃនេះដែរគឺជាថ្ងៃទី7ហើយទៅដើម្បីប្រារព្ធពិធីថ្ងៃស្អែកគឺទិវាសិទ្ធិនារីពិភពលោកនោះគឺពួកយើងបានដាក់ញត្តិមកខាងក្រសួងអប់រំដែលមានធីតាខិននឹងធ្វើការដាក់ញត្តិអញ្ជើញក្រសួងអប់រំដើម្បីចូលរួមប្រារព្ធទិវានេះទាំងអស់គ្នាដើម្បីមានការលើកស្ទួយផ្ដល់តម្លៃឲ្យស្ត្រីនៅក្នុងសង្គមជាតិនិងលើកស្ទួយឲ្យស្ត្រីចូលរួមក្នុងកិច្ចការសង្គមជៀសវាងពីអំពើហិង្សាចង់ឲ្យស្ត្រីខ្មែរស្ត្រីនៅប្រទេសណាក៏ដោយឲ្យពួកគាត់យល់ពីតម្លៃរបស់ខ្លួននៅក្នុងសង្គមដូច្នេះស្ត្រីទាំងអស់បងប្អូនប្រជាប្រដ្ឋខ្មែរទាំងអស់ជាពិសេសបងបរោះត្រូវចេះចូលរួមលើកកម្ពស់ឲ្យតម្លៃស្ត្រីដូច្នេះយើងត្រូវតែរួបរวมសាមគ្គីគ្នាទាំងអស់គ្នាដូច្នេះនេះខ្ញុំសូមអរគុណហើយសូមជួយ like និង share វីដេអូឲ្យថ្ងៃ8មីនាខាងមុខនេះដែរចូលរួមទាំងអស់គ្នាដើម្បីប្រពៃពិធី8មីនានេះដែរសូមអរគុណសូមជួយ like និង share វីដេអូនេះផង